សម្ដែងនៅអាមេរិកច្រើនលើកហើយរតនវិសិទ្ធទើបមានឱកាសបានជួបនឹងសម្ដែងជាមួយអ្នកស្រីអំពូលទេវីដែលជាអាយដលលើកដំបូងទៅសម្ដែងនៅសហរដ្ឋអាមេរិកច្រើនលើកច្រើនសារហើយតារាចម្រៀងរតនវិសិទ្ធទើបមានឱកាសបានសម្ដែងនិងច្រៀងរួមគ្នាជាមួយអតីតតារាសម្ដែងជើងចាស់អ្នកស្រីអំពូលទេវីជាលើកដំបូងក្នុងជីវិតលោករតនវិសិទ្ធនិយាយទាំងក្តីរំភើបនិងត្រេកអរថាទង្រឹមតែបានជួបបងស្រីគឺចាំមកយូរឆ្នាំណាស់ទោះបីមកទឹកដីនេះច្រើនលើកក្តីជាលើកទី1ពិតជារំភើបណាស់សំខាន់បងស្រីនៅតែស្អាតលោករតនវិសិទ្ធបានឲ្យដឹងផងដែរថាអ្នកស្រីអំពូលទេវីគឺជាតារាសម្ដែងនៅក្នុងដួងចិត្តរបស់លោកកន្លងមកលោកធ្លាប់មានក្តីស្រមៃថាថ្ងៃណាមួយលោកនឹងបានជួបជាមួយអ្នកស្រីអំពូលទេវីថែមទាំងបានសម្ដែងនិងច្រៀងរួមគ្នាផងដែរពេលនេះក្តីប្រាថ្នាលោកបានក្លាយជាការពិតហើយគួររំលឹកផងដែរថាតារាសម្ដែងរតនវិសិទ្ធត្រូវបានចាត់ទុកថាជាតារាសម្ដែងនិងច្រៀងមួយរូបដែលនៅមានជាអ៊ុនខ្ពស់នៅក្នុងវិស័យសិល្បៈលោកនៅអាចរកប្រាក់ចំណូលបានច្រើនពីវិស័យនេះបើទោះបីជាមិត្តរួមចំនួនខ្លះបានបាត់មុខនិងខ្លះទៀតគ្មានអ្នកហៅថតក្រៅពីសម្ដែងលោករតនវិសិទ្ធតែងតែត្រូវបានបងប្អូនខ្មែររស់នៅក្រៅប្រទេសអញ្ជើញចេញទៅសម្ដែងជារៀងរាល់ឆ្នាំដូចជាប្រទេសអូស្ត្រាលីកាណាដាបារាំងនិងសហរដ្ឋអាមេរិកជាដើមសម្រាប់ទឹកដីអាមេរិកគឺលោកចេញទៅសម្ដែងញឹកញាប់បំផុតដោយសារនៅទីនោះមានអ្នកស្រឡាញ់និងចូលចិត្តស្ដាប់សម្លេងរបស់លោកច្រើនដូច្នេះហើយទើបលោកមានឱកាសបានចេញទៅកើបលុយនៅទីនោះញឹកញាប់បំផុត